បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកស្រាយចម្ងល់បងប្អូនប្រុសម្នាក់ដែលគាត់បានសួរខ្ញុំថាតើនៅប្រទេសកូរ៉េនោះពេលយប់មានគេឆ្លោះត្រីអត់ Nice អញ្ចឹងខ្ញុំនៅពេលគាត់សួរអញ្ចឹងខ្ញុំភាំងដែរដោយសារតែខ្ញុំមកនៅទីនេះយូរដែរតែខ្ញុំមិនដែលបានចាប់អារម្មណ៍ណាបងប្អូនព្រោះខ្ញុំតែខ្ញុំចេញពីធ្វើការជប់ឡើងគឺខ្ញុំគេងហើយខ្ញុំសម្រាប់ហើយខ្ញុំក៏មិនដែលបានទៅចុះមើលតាមបន្លាយទឹកឬក៏ទៅពាំងបឹងដែលនៅជិតផ្ទះខ្ញុំថាតើមានគេឆ្លោះត្រីដែរឬអត់ទេអូខេអញ្ចឹងដើម្បីស្រាយចម្ងល់ទាំងបងប្អូនទាំងខ្ញុំខ្លួនឯងផ្ទាល់ផងអញ្ចឹងថ្ងៃនេះតោះឥឡូវយើងទៅទស្សនាទាំងអស់គ្នាខ្ញុំនឹងចុះពីកន្លែងស្នាក់នៅរបស់ខ្ញុំហើយទៅថតមើលបន្លាយទឹកក៏ដូចជាបឹងដូចជាស្រះនៅជិតកន្លែងខ្ញុំធ្វើការណាតោះបងប្អូនទៅទស្សនាទាំងអស់គ្នាបាទឥឡូវខ្ញុំបានចុះមកដល់បន្លាយហើយខ្ញុំចុះមកដល់បន្លាយហើយបងប្អូនណាឥឡូវខ្ញុំកំពុងទៅតាមថតរមមើលពីកន្លែងមួយទៅកន្លែងមួយខ្ញុំភ្លើងផ្លុងខ្ញុំជិះទៅតាមថតរមើលណាបងប្អូនហ្នឹងហើយប៉ុន្តែអត់ទាន់ឃើញទេនោះខ្ញុំឃើញផ្លុងកន្លែងនេះចាំមើលខ្ញុំនឹងដើរទៅកន្លែងហ្នឹងបងប្អូនណាដល់ហើយអីអូមិនមែនជាភ្លើងគេឆ្លោះកែបអីទេមិនភ្លើងមិនមែនជាភ្លើងគេឆ្លោះត្រីទេគឺភ្លើងគេដាក់បំភ្លឺផ្លូវទេបងប្អូនអូខេទៅទៀតណាមិនឃើញភ្លើងផ្លុងជាមួយខ្ញុំដើរថតអូមានអីយ៉ាកន្លែងនេះមិនទេភ្លើងភ្លឹកផ្លែតនឹងខ្ញុំពីអមិនទេខ្ញុំតែឯងផងបាទខ្ញុំសូមជម្រាបផងដែរថាម៉ោងស្មាននេះគឺម៉ោងហើយនេះម៉ោង9ជាងជិត10ហើយបងប្អូនណាខ្ញុំមិនដឹងជាអត់សឹកមិនទេខ្ញុំចុះមកថតដើម្បីឲ្យអូនប្រុសម្នាក់ដែលគាត់សួរខ្ញុំណាឥឡូវខ្ញុំបានមកថតហើយបងប្អូនតោះឥឡូវចាំមើលខ្ញុំដើរថតគឺមិនដឹងថាមានឬមិនមានទេណាមើលជាមួយខ្ញុំទាំងអស់គ្នានេះអូខេឥឡូវយើងមកថតខាងនេះម្ដងដូរកន្លែងខាងនេះម្ដងហើយទៅមានមិនមានទេបងប្អូនហើយជាមិនមានទេមើលទៅឃើញតែភ្លើងផ្លុងភ្លឺផ្លែតរលត់ភ្លឺរលត់នេះបងប្អូនអូខេអញ្ចឹងខ្ញុំដើររៀងយូរដែរហើយខ្ញុំប្រហែលជាមិនមានទេមើលទៅប្រហែលជាមិនមានទេចាំមើលលើក្រោយខ្ញុំនឹងថតទៅឥឡូវយប់ហើយខ្ញុំខ្លាចខ្មោចលងផងឥឡូវបាទវីដេអូនេះសូមបញ្ចប់តែប៉ុណ្្នេះបាទបងប្អូនសូមអរគុណសូមជម្រាបលាបងប្អូនណា